សកម្មភាពខ្លះៗនៅក្នុងថ្ងៃបុណ្យប្រជុំបិណ្ឌដើម្បីកាន់ជ័យច្បាស់បងប្អូនគ្នាទស្សនាពីសកម្មភាពពេញទាំងអស់គ្នាជាដំបូងក៏សូមគោរពជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពក្នុងការវេចនំអន្សមផងដែរហើយខ្ញុំក៏បានជួយចងផងដែរតែចងនឹងស្អាតគឺអត់ដឹងទេអញ្ចឹងណាបងប្អូនគ្នាឲ្យបានតែជួយចងអន្សមម៉ែក៏ដូចជាយើងដែលក៏បានធ្វើការវេចហើយបន្ទាប់ពីធ្វើការចងអន្សមវេចអន្សមឲ្យរួចគឺធ្វើការយកអន្សមនឹងយកមកស្ងោរផងដែរដោយសារតែរៀងថ្ងៃផងដែរអញ្ចឹងណាហើយអន្សមនឹងគឺថាវេចចំនួន3មុខអន្សមចេកអន្សមស្នូលផ្អែមនិងអន្សមជ្រូកដែលថាស្នូលសាបហ្នឹងឯងបងប្អូនគ្នាដោយសារតែខ្ញុំថតតែសកម្មភាពខ្លះៗក៏ដូចជាកាត់នៅក្នុងថ្ងៃបុណ្យប្រជុំបិណ្ឌក៏ដូចជាថ្ងៃវេចនំអន្សមនឹងផងដែរអញ្ចឹងណាបងប្អូនគ្នាហើយយើងក៏លេចមកមើលការដាក់ស្ងោរអន្សមនឹងគឺថារួចរាល់ហើយបន្ទាប់មកគឺថាពុះហើយគឺថាភ្លក់មើលតែម្សិលល្មមដោយសារតែខ្ញុំបានថតនៅការភ្លក់ទេហើយបន្ទាប់មកគឺធ្វើការស្រង់ជាមួយនឹងអន្សមចេកមុនដោយសារតែអន្សមចេកនឹងគឺថាឆ្អិនមុនអន្សមឲ្យផ្សេងហើយបន្ទាប់មកគឺធ្វើការសែននៅដូនតាផងដែរហើយបន្ទាប់ពីធ្វើការសែននៅដូនតាឲ្យរួចចាប់សាច់បាយរួចគឺថានាំគ្នាទៅស្ដាប់លោកសូត្រមន្តដូចជាសម្ដែងធម៌ទេសនាអីផ្សេងនៅក្នុងងាកនៅពេលដែលយើងសែនដូនតាឲ្យរួចហើយធ្វើដំណើរនៅតាមស្ពានយោគឺថាទឹកឡើងច្រើនខ្លាំងមែនទែនហើយជាបងប្អូនគ្នាដោយសារតែវត្តនៅមកខាងស្ទឹងហើយខ្ញុំនៅមកខាងស្ទឹងខ្ញុំនៅខាងខេត្តបន្ទាយមានជ័យចំណែកវត្តនៅខាងខេត្តសៀមរាបគឺថាមួយថ្ងៃដើរបាន2ខេត្តអញ្ចឹងណាបងប្អូនគ្នានិយាយលេងទេបងប្អូនគ្នាហើយក៏លេខមកដល់បរិវេណវត្តនឹងគឺថាបងប្អូនពុំមានជាតាដែលគាត់ជាពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទសាសិដ្ឋារាមនឹងគឺគាត់បានមកធ្វើការស្ដាប់នៅលោកតាអាចារ្យដែលគាត់ធ្វើការក្រុងពលីនៅក្នុងថ្ងៃបុណ្យប្រជុំបិណ្ឌធំនឹងឯងបងប្អូនគ្នានៅពេលវេលាល្ងាចមុននឹងយើងធ្វើការឡើងទៅលើស្លាកឆាន់អីនឹងផងដែរអញ្ចឹងណាហើយក៏លេខទៅមើលពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទសាសិដ្ឋារាមសៃពងគឺថាច្រើនកកខ្លាំងមែនទែនអញ្ចឹងណាដោយសារតែគាត់ជួបជុំមកតាំងពីទីឆ្ងាយនៅក្នុងថ្ងៃបុណ្យប្រជុំបិណ្ឌដែលជាថ្ងៃបញ្ចប់នៃបិណ្ឌធំយើងនឹងផងដែរហើយបន្ទាប់ពីធ្វើការស្ដាប់នៅលោកតាអាចារ្យក៏ធ្វើការសូត្រក្រុងពលីនៅព្រានស្មេរួចគឺបានធ្វើការនាំគ្នាធ្វើដំណើរឡើងមកលើសាលាឆាន់ដើម្បីធ្វើការអង្គុយចាំព្រះសង្ឃនិមន្តឡើងមកលើសាលាឆាន់ដើម្បីនមស្ការព្រះរតនត្រ័យក៏ដូចជាសមាទានសិលអីផ្សេងនឹងផងដែរអញ្ចឹងណាបងប្អូនគ្នាហើយដោយសារតែថ្ងៃនឹងគឺថាបិណ្ឌថ្ងៃបញ្ចប់ផងដែរនៅពេលល្ងាចនឹងឯងបងប្អូនគ្នាហើយបន្ទាប់ពីព្រះសង្ឃសូត្រមន្តដូចជាសម្ដែងធម៌ទេសនានៅពេលល្ងាចចាប់គឺព្រឹកឡើងពុទ្ធបរិស័ទចំណុចជើងវត្តនឹងគឺថាក្រោកតាំងពីព្រលឹមម៉ោង4នឹងគឺថាឡើងទៅលើវិហារដើម្បីធ្វើការស្ដាប់ព្រះសង្ឃសូត្រមន្តអីផ្សេងហើយបានបោះឲ្យបិណ្ឌហើយវីដេអូនេះដែរគឺនៅមានវីដេអូតនៅពេលព្រឹកដែលធ្វើការមកយកចំហានមកប្រគិនព្រះសង្ឃនៅពេលព្រឹកអញ្ចឹងណាបងប្អូនគ្នាដោយសារតែវែងពេកអញ្ចឹងហើយខ្ញុំកាត់ទេបងប្អូនគ្នាហើយអរគុណបងប្អូនគ្នាជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ